เรียบซูบองปอนถึงออกគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីគន្លឹះនៃការទិញ follower page សម្រាប់បងប្អូនដែលចង់ឲ្យ page របស់បងប្អូនមាន follower ច្រើនបងប្អូនអាចធ្វើតាមវីដេអូនេះបានសម្រាប់ការធ្វើនេះដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែត្រូវការ link page របស់បងប្អូនយកទៅផុសនៅក្នុង website គឺជាការស្រេចហើយសម្រាប់ការដាក់ follow នឹងដែរគឺបងប្អូនអត់ចាំបាច់ page តែពេលដែលបងប្អូនដាក់ឲ្យអត់ឡើងអត់អីទេបងប្អូនគឺដូច follower ដែលបងប្អូនបានឃើញនៅខាងលើនឹងដែរគឺជា follower ដែលខ្ញុំបានដាក់ពីមុនមកហើយសម្រាប់ការធ្វើនេះដែរគឺខ្ញុំធ្វើនៅក្នុង website ខ្មែរ SMM អញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលមកធ្វើទាំងអស់គ្នាតែម្ដងជាដំបូងបងប្អូនចូលទៅក្នុង page របស់បងប្អូនសិនមកដើម្បីចូលទៅយក link ជាមុនសិនឧទាហរណ៍ថាសម្រាប់ខ្ញុំគឺខ្ញុំចូលមកក្នុង page នេះបងប្អូនហើយបន្តមកទៀតបងប្អូនឃើញសញ្ញាទ្រា3ដែលនៅខាងស្ដាំដៃនឹងអត់បងប្អូនចុចទៅលើសញ្ញាទ្រា3នឹងមកដើម្បីចូលទៅ copy link បងប្អូនអស់មកក្រោមបន្តិចមកហើយបងប្អូនបន្តចុចនៅលើពាក្យ copy link បន្ទាប់ពី copy link ហើយបងប្អូនអាចធ្វើការចេញពីក្នុង page របស់បងប្អូនដើម្បីចូលទៅក្នុង website វិញម្ដងសម្រាប់របៀបនៃការចូលទៅក្នុង website នឹងដែរគឺបងប្អូនគ្រាន់តែចូលតាមរយៈ browser ណាមួយដែលបងប្អូនមានបើសិនជាបងប្អូនមាន Chrome បងប្អូនក៏អាចចូលតាមរយៈ Chrome ហើយបើសិនជាបងប្អូនមាន Safari បងប្អូនក៏អាចចូលតាមរយៈ Safari ហើយមួយទៀតបងប្អូនក៏អាចចូលតាមរយៈ Google បានដូចគ្នាបងប្អូនបើសម្រាប់ខ្ញុំវិញគឺខ្ញុំនឹងធ្វើការចូលតាមរយៈ Chrome បងប្អូនបន្តមកទៀតបងប្អូនគ្រាន់តែសេចពាក្យថាខ្មែរ SMMអូខេបងប្អូនចុច go នៅខាងក្រោមនឹងមកហើយនៅខាងលើនេះដែរគឺជា link ចូលទៅក្នុង website របស់យើងបងប្អូនអញ្ចឹងបងប្អូនធ្វើការចុចនៅតាមតំណ link នឹងមកដើម្បីចូលទៅក្នុង website របស់យើងផ្ទាល់តែម្ដងសម្រាប់បងប្អូនដែលបានចុចឈ្មោះចូលទៅក្នុង website ហើយនៅពេលដែលបងប្អូនចុចនៅតាមតំណ link អំបញ្ញមិញនឹងចេញជាផ្ទាំង website បែបនេះមកឲ្យបងប្អូនប៉ុន្តែសម្រាប់បងប្អូនដែលអត់ទាន់បានចុចឈ្មោះចូលទៅក្នុង website ទេបងប្អូនក៏អាចធ្វើការចុចឈ្មោះចូលទៅក្នុង website ដើម្បីអាចប្រើប្រាស់សេវាកម្មដែលមាននៅខាងក្រោម website នេះបានណាបងប្អូនហើយសម្រាប់ link អំពីរបៀបចុចឈ្មោះនិងរបៀបដាក់លុយចូលទៅក្នុង website ខ្ញុំនឹងដាក់ link ជូនបងប្អូននៅខាងក្រោមវីដេអូនេះនៅក្នុង website នេះគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែសម្រាប់វីដេអូនេះដែរគឺខ្ញុំនឹងបង្ហាញបងប្អូនទាក់ទងជាមួយនឹងសេវាកម្ម Facebook គឺការដាក់ follower ទៅលើ Facebook page របស់បងប្អូនអញ្ចឹងជាដំបូងបងប្អូនធ្វើការចុចនៅលើ logo Facebook នេះសិនមកបន្តមកទៀតបងប្អូនធ្វើការអូសមកក្រោមដើម្បីចុចនៅកន្លែង category នេះសម្រាប់កន្លែងនេះដែរគឺយើងមានសេវាកម្មជាច្រើនដែលទាក់ទងជាមួយនឹង Facebook របស់បងប្អូនគឺយើងមានដូចជា Facebook follower page follower ឬក៏ profile follower ហើយនឹងសេវាកម្មជាច្រើនទៀតដែលបងប្អូនអាចធ្វើការអូសមើលខាងក្រោមនឹងបានណាបងប្អូនប៉ុន្តែសម្រាប់ Facebook page follower នេះដែរគឺយើងមាន3ជម្រើសឲ្យបងប្អូនជ្រើសរើសទី1គឺនៅខាងលើគេនេះដែរគឺ Facebook follower ហើយនឹងទី2គឺ Facebook page follower ហើយនឹងទី3គឺ Facebook page like បូកជាមួយនឹង follower បងប្អូនសម្រាប់បងប្អូនដែលចង់បានទាំង follower ហើយនឹងទាំង like page អញ្ចឹងបងប្អូនអាចធ្វើការជ្រើសរើសសេវាកម្មទី3នឹងបានណាបងប្អូនបាទសម្រាប់វីដេអូនេះដែរគឺខ្ញុំនឹងធ្វើការជ្រើសរើសសេវាកម្មដែលនៅខាងលើគេនឹងបង្អស់គឺ Facebook follower បងប្អូនហើយចំណុចបន្តមកទៀតបងប្អូនធ្វើការចុចនៅកន្លែង service ដើម្បីជ្រើសរើសសេវាកម្មមកតង់ទៀតនៅកន្លែងនេះដែរគឺយើងមាន3សេវាកម្មសម្រាប់ឲ្យបងប្អូនជ្រើសរើសសម្រាប់សេវាកម្មទាំងអស់នឹងដែរគឺសុទ្ធតែជាសេវាកម្មដែលមានតម្លៃធូរថ្លៃទាំងអស់បងប្អូនគឺអត់ដល់$1ទេនៅក្នុង1000 follower បងប្អូនដែលសំខាន់គឺមានតម្លៃធូរថ្លៃហើយគុណភាពរបស់សេវាកម្មនឹងក៏កាន់តែល្អទៀតដែរបងប្អូនអញ្ចឹងបងប្អូនអាចធ្វើការជ្រើសរើសសេវាកម្មទាំងអស់នឹងបានទៅតាមតម្រូវការរបស់បងប្អូនផ្ទាល់បាទសម្រាប់ខ្ញុំគឺខ្ញុំធ្វើការជ្រើសរើសសេវាកម្មទី2នឹងបងប្អូនគឺសេវាកម្មដែលមាន ID កូដ10កូដ369នេះបងប្អូនគឺ Facebook all type profile page follower global name នឹងបងប្អូនសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេលត្រឹមតែ19នាទីបន្ទាប់ពីបងប្អូនចុច submit ហើយនឹងដឹងលទ្ធផលឲ្យបងប្អូនហើយចំណុចបន្តមកទៀតបងប្អូនមើលនៅកន្លែងប្រអប់ link សម្រាប់ប្រអប់ link នឹងដែរគឺខ្ញុំនឹងធ្វើការផាស link ដែលខ្ញុំបាន copy ពីដើមវីដេអូមកបងប្អូនសម្រាប់បងប្អូនដែលអត់ទាន់បាន copy link ទេបងប្អូនក៏អាចចូលទៅក្នុង page របស់បងប្អូនហើយបងប្អូនធ្វើការ copy link ដើម្បីយកមកផាសនៅក្នុង website នេះវិញបងប្អូនហើយសម្រាប់របៀបនៃការផាស link នឹងដែរគឺអត់ពិបាកទេគឺយើងគ្រាន់តែសកត់ទៅលើប្រអប់ link នោះនឹង load អក្សរផាសមកឲ្យបងប្អូនអញ្ចឹងបងប្អូនចុចទៅលើអក្សរផាសនឹងទៅគឺបងប្អូនអាចផាស link នឹងបានហើយបន្ទាប់ពីផាស link ហើយបងប្អូនមើលបន្តនៅកន្លែង quantity សម្រាប់កន្លែងនឹងដែរគឺបងប្អូនធ្វើការដាក់ចំនួន follower ដែលបងប្អូនចង់បានសម្រាប់កន្លែងនឹងដែរគឺបងប្អូនអាចដាក់បានចាប់ពី10 follower ទៅដល់ 1M follower បងប្អូនអញ្ចឹងនៅចន្លោះទៅលេខនឹងដែរបងប្អូនចង់ដាក់ប៉ុន្មានក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់បាទសម្រាប់ខ្ញុំគឺខ្ញុំធ្វើវីដេអូបង្ហាញបងប្អូនអញ្ចឹងគឺខ្ញុំអត់ដាក់ច្រើនទេបងប្អូនខ្ញុំដាក់ត្រឹមតែ10 follower ទេបន្ទាប់ពីបងប្អូនដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនមើលនៅកន្លែងឆាតសម្រាប់កន្លែងនឹងដែរគឺនឹងគិតលុយស្រាប់មកបងប្អូនតែម្ដងថានៅពេលដែលបងប្អូនដាក់ចំនួនប៉ុណ្ណេះតែបងប្អូននឹងត្រូវចំណាយលុយអស់ប៉ុន្មានណាបងប្អូនហើយកន្លែងឆាតនឹងដែរគឺវានឹងប្រែប្រួលអាស្រ័យទៅលើចំនួន follower ដែលបងប្អូនបានដាក់នៅខាងលើឧទាហរណ៍ថាបងប្អូនដាក់ចំនួនលើពី10បងប្អូនដាក់100 200 300 1000អីអញ្ចឹងនៅកន្លែងឆាតនឹងដែរក៏នឹងគិតលុយទៅតាមនឹងដែរបងប្អូនប៉ុន្តែសម្រាប់សេវាកម្មដែលខ្ញុំបានជ្រើសរើសនឹងដែរគឺមានតម្លៃធូរថ្លៃខ្លាំងមែនទែនបងប្អូនគឺអត់ដល់$1ទេនៅក្នុង1000 follower បងប្អូនអញ្ចឹងបងប្អូនអាចធ្វើការដាក់ចំនួនដែលបងប្អូនចង់បានបន្ទាប់ពីបងប្អូនដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយ
បងប្អូនគ្រាន់តែពិនិត្យមើលនៅសេវាកម្មដែលបងប្អូនបានជ្រើសរើសនៅខាងលើម្ដងទៀតបងប្អូនពិនិត្យមើលនៅកន្លែង category service link quantity ថាត្រឹមត្រូវអស់ហើយឬនៅសិនជាសេវាកម្មទាំងអស់ហ្នឹងបងប្អូនជ្រើសរើសបានត្រឹមត្រូវអស់ហើយអញ្ចឹងបងប្អូនគ្រាន់តែចុចពាក្យ submit នេះមកបន្ទាប់ពីបងប្អូនចុចពាក្យ submit ហើយនឹងលុបវិក័យប័ត្របែបនេះមកបងប្អូនគឺមានន័យថាការបញ្ជាទិញរបស់បងប្អូនគឺត្រូវបានទទួលយកសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល19នាទីបន្ទាប់ពីបងប្អូនបានចុច submit ហើយនឹងលទ្ធផលឲ្យបងប្អូនប៉ុន្តែជាក់ស្ដែងគឺដល់19នាទីទេបងប្អូនគឺខ្ញុំបានធ្វើការដាក់ហើយគឺត្រឹមតែរយៈពេល5នាទីអីគឺឡើងតែម្ដងបងប្អូនហើយសម្រាប់វីដេអូអំពីរបៀបនៃការបញ្ជាទិញ follower ក៏បញ្ចប់តែត្រឹមហ្នឹងសម្រាប់បងប្អូនដែលអត់ទាន់នៅត្រង់ចំណុចណាទេបងប្អូនក៏អាចត្រឡប់ទៅមើលវីដេអូពីដើមមកវិញបានណាបងប្អូនហើយក៏សូមអធិស្ឋានបងប្អូនទាំងអស់គ្នាចំពោះពាក្យសម្ដីលើសលួសឬក៏មិនសមរម្យនៅត្រង់ចំណុចណាឬក៏សម្លេងរំខានណាមួយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ